bạn hello hello bạn สรุปជាសួរបងប្អូនហើយនៅពេលនេះខ្ញុំមានវីដេអូមួយតាក់ទងជាមួយនឹង Toyota Pro Soul 12ដែលមានបញ្ហាញាក់ម៉ាស៊ីន បងប្អូនចំពោះឡាននេះផងដែរបើសិនជាករណីញាក់ម៉ាស៊ីនពេលព្រឹកហើយមានហុយផ្សែងឬក៏ញាក់ទៀងទាត់នៅពេលវេលារកពេលដែលយើងទុកយូរឬក៏ពេលត្រជាក់អញ្ចឹងណាគឺឡាននឹងអាចមានបញ្ហាឆ្លងរងកន្លះហើយបងប្អូនណាហ្នឹងហើយចំពោះការផ្លាស់ប្ដូររងកន្លះនៅពេលនេះខាងយើងមិននៅពេលនេះទេតាំងពីមុនមកណាយើងប្រើរងកន្លះដែលល្អបងប្អូនប្រើស៊ីមហើយរយៈពេលធ្វើនឹងទុំត្រឹមតែ8ទៅ9ម៉ោងទៅហើយបងប្អូនណាគឺយើងគិតចាប់ពីម៉ោង7ព្រឹក7កន្លះហើយទៅអាចខ្ទង់ប្រហែលជាម៉ោង4ម៉ោង5ហើយអញ្ចឹងបងប្អូនមកពីខេត្តវិញបងប្អូនអត់បាច់គេងទេបាទបាច់វិចឲ្យវាញ់មកគេងទេគឺបងប្អូនអាចធ្វើម៉េចឲ្យបានម៉ោង7កន្លះទៅម៉ោង8ហ្នឹងគឺមកដល់កន្លះយើងខ្ញុំនឹងរៀបចំធ្វើមកហើយមកបងប្អូនណាទោះជាមួយថ្ងៃប្រហែលគ្រឿងក៏ដោយក៏យើងអាចធ្វើឲ្យក្នុងពេលមួយថ្ងៃដែរបងប្អូនណាហ្នឹងហើយហើយអាការៈនោះគឺវាញាក់ព្រលឹមឡើងហើយអាចថាដឹងថាបាត់ទឹកអីចឹងទៅបងប្អូនណាហ្នឹងហើយយើងធ្វើទៅតាមបច្ចេកទេសហើយយើងធ្វើមានការធានាត្រឹមត្រូវបងប្អូនណាហ្នឹងហើយចំពោះរងបាទយើងប្រើវ៉ាន់ស៊ីនហើយបូមទឹកក៏យើងប្រើបូមទឹកស៊ីនដែរហើយយើងឆែកមកជាស្ដាប់បាទចំពោះបញ្ហានេះគឺយើងឆែកមកជាខ្សែនៅម្ដងទៀតទោះតែបងប្អូនមកថាសុំបដូររងកន្លះដឹងថាបញ្ហាតែបើសិនយើងឆែកឃើញថាมันមានបញ្ហាទេគឺយើងមិនបដូរទេណាព្រោះវាមានបញ្ហាផ្សេងទៀតច្រើនទៀតដែលករណីដែលញាក់ដែរតែមិនឆេះរងកន្លះញាក់ដែរតែឆេះរងកន្លះអញ្ចឹងវាមានច្រើនបងប្អូនណាអញ្ចឹងយើងបលតែយើងឆែកមើលបានជាក់ស្ដែងបានដឹងថាបញ្ហាគឺអីប្រកបហើយចំពោះការបដូរ